ឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់ដែក10លីដើម្បីធ្វើជាជើងកញ្ច្រែងដើម្បីទ្រដែកសសរទឺរបស់ខ្ញុំហើយដែកសសរខ្ញុំកាត់ប្រវែង1ម៉ែត្រហើយខ្ញុំកាច់ជើងវាហ្នឹងមកទឹករួចហើយយើងយកមកចងវាជាប់នឹងដែកកញ្ច្រែងហ្នឹងមកខ្ញុំចងរួចបានខ្ញុំចាប់ផ្ដើមទៅលាយសំងចាក់វាឲ្យពេញកម្ពស់ជើងតាំងហ្នឹងវាកម្ពស់3 ទឹករួចហើយបានខ្ញុំចាប់ផ្ដើមដាក់ថ្មដើម្បីកុំឲ្យវាចុះបេតុងហើយដាក់ថ្មវាលឿនព្រោះខ្ញុំធ្វើម្នាក់ឯងអត់ចង់ចំណាយកម្លាំងច្រើនអញ្ចឹងយើងដាក់ថ្មលាយចឹងមកយើងលាយបេតុងមុំវាឆាប់ពេញបើសិនជាយើងមានម៉ាស៊ីនលាយអាហ្នឹងយើងមិនដាក់ថ្មក៏បានដែរយើងចាក់បេតុងសុទ្ធក៏បានដែរពេលដែលចាក់ពេញហើយខ្ញុំចាប់ផ្ដើមវីដេអូក្រោយខ្ញុំនឹងចាប់ផ្ដើមចាក់សសរទឺបន្តទៀត